Và số đây nếu khi nàyថ្ងៃនេះយើងមករៀនពីការ clone app Facebook នៅលើ LD Player បាទអញ្ចឹងមេរៀនមុនអ្នកគ្នាបានរៀនហើយពីការដំឡើង LD Player អញ្ចឹងឥឡូវយើងមករៀនពីការ clone app Facebook ឲ្យបានច្រើនសម្រាប់គ្រប់គ្រង account របស់យើងបាទអញ្ចឹងដើម្បីធ្វើបានអ្នកគ្នាត្រូវតែធ្វើការដំឡើង APK មួយមានឈ្មោះថា App Cloner Arm បាទអញ្ចឹងអ្នកគ្នាធ្វើការចុចដំឡើងវាមកបាទបន្ទាប់ពីអ្នកគ្នាធ្វើការដំឡើងនៅ App Cloner Arm បានហើយអ្នកគ្នាធ្វើការចុចលើកម្មវិធីនឹងមកបាទរួចអ្នកគ្នាធ្វើការចុចនៅសញ្ញាព្រួញនេះរហូតមកបាទអញ្ចឹងយើងនឹងដល់នៅកន្លែងនេះគឺយើងអាចធ្វើការ clone នៅកម្មវិធី Facebook បានហើយអ្នកគ្នា select លើកម្មវិធី Facebook មកបាទបន្តមកទៀតនៅកន្លែង clone number នេះគឺអ្នកគ្នាអាចកំណត់ចំនួនដែលយើងចង់ clone បាទអញ្ចឹងអ្នកគ្នាត្រូវចុចនៅកន្លែងពាក្យថា batch cloning យើងចុចកន្លែងនេះមកបន្តមកយើងដាក់ចំនួនដែលយើងចង់ clone តើយើងចង់ clone ចំនួនប្រមាណឥឡូវខ្ញុំដាក់ចំនួន10បាទបន្តមកទៀតអ្នកគ្នាត្រូវចង់ដាក់លេខចំណាំលើ app ហ្នឹងបាទអ្នកគ្នាអាចចុចពីចំណុចនេះមកបាទអញ្ចឹងយើងចុចនៅខាងក្រោមនេះមួយទៀតមកបាទឬយើងចុច OK បាទបន្តមកទៀតអ្នកគ្នាអាចធ្វើការដាក់ឈ្មោះវាបានយើងចុចលើ name នេះមកអញ្ចឹង account យើងលេងនៅ US យើងដាក់ឈ្មោះទៅខាង US មកឥឡូវខ្ញុំដាក់ថា New York ដើម្បីចំណាំថា app ហ្នឹងគឺខ្ញុំលេង account New York បាទបន្តមកអ្នកគ្នាចុចវាថា OK រួចអ្នកគ្នាអូសមកខាងក្រោមមកទៀតបាទយើងអូសមកក្រោមយើងមើលនៅកន្លែងនេះ privacy option យើងចុចលើនឹងមកបន្តមកនៅកន្លែង disable contact access ធ្វើការ click មួយមកបាទអញ្ចឹងអា3ចំណុចនេះអ្នកគ្នាធ្វើការ click មកបាទបន្តមកអ្នកគ្នាធ្វើការអូសមកក្រោមទៀតអ្នកគ្នានឹងឃើញពាក្យថា change Android ID click លើវារួចយកពាក្យថា random រួចយើងចុច OK មកបាទអញ្ចឹងនៅកន្លែង change ID នេះក៏យើងធ្វើដូចគ្នាដែរយើងយក random យក OK បាទយើងបន្តធ្វើទៀតមកនៅខាងក្រោមនេះបាទគឺកន្លែង hide sim នេះក៏យើងធ្វើដូចគ្នាបាទបន្តមកទៀតនៅខាងក្រោមទៀតគឺកន្លែងពាក្យថា change Wi-Fi នេះក៏យើងធ្វើដូចគ្នាដែរយើងបើកមកយើងយកពាក្យថា random យកពាក្យថា OK បាទយើងនៅបើកមួយចំណុចទៀតគឺនៅកន្លែង change Bluetooth នេះយើងយកពាក្យថា random ចុចពាក្យថា OK បាទយើងធ្វើបានប៉ុណ្ណឹងហើយគឺយើងចូលដល់មួយចំណុចដែលសំខាន់មួយទៀតគឺគេហៅថា spoof location spoof location នេះគឺយើងអាចកំណត់ GPS ឲ្យ app នឹងវានៅប្រទេសណាបាទអញ្ចឹងយើងចុចលើវាមកយើងចុចពាក្យថា enable បន្ទាប់មកយើងត្រូវរកលេខ latitude និង longitude អញ្ចឹងលេខ longitude នឹងយើងយកមកពីណាយើងចូលមកកាន់ browser មួយមកបាទអញ្ចឹងនៅកន្លែងនេះយើងវាយមក New York Let Long អញ្ចឹងយើងចង់រក GPS នៅ New York បាទបន្ទាប់មកយើងចូលទៅកាន់ website Let Long មកយើងនឹងឃើញហើយនេះឃើញ latitude កន្លែងនេះយើងធ្វើការ copy មករួចយើងយកទៅផាសនៅក្នុង LD របស់យើងមកកន្លែង latitude នេះបាទអញ្ចឹងយើងនៅមួយទៀតគឺ longitude បាទអញ្ចឹងយើងទៅមើលបន្ថែមមកនេះគឺកន្លែង longitude បាទអ្នកគ្នាធ្វើការ copy ហើយយកទៅផាសមកបាទនៅក្នុង LD របស់យើងបន្តមកអ្នកគ្នាចុចពាក្យថា OK មកបាទអញ្ចឹងក្រោយពីអ្នកគ្នាកំណត់ spoof location ហើយកន្លែង privacy option នេះគឺរួចរាល់ហើយមានទាំងអស់គឺចំនួន9ចំណុចអញ្ចឹងយើងបន្តចូលអូសមកក្រោមទៀតបាទអញ្ចឹងយើងមើលនៅកន្លែង developer option បាទចុចលើនឹងមកយើងមើលនៅកន្លែង console ពាក្យថា build probe អ្នកគ្នាចុច click លើនឹងមកអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលអ្នកគ្នាអាចធ្វើការដាក់ឈ្មោះ device នឹងបានអញ្ចឹងខ្ញុំដាក់ថា Samsung បាទកន្លែង brand នេះក៏ខ្ញុំដាក់ថា Samsung ដែរអញ្ចឹង model យើងដាក់មកឥឡូវខ្ញុំដាក់ថា Galaxy S25 ខ្ញុំដាក់ឲ្យខ្ពស់ជាងនឹងមក Ultra អញ្ចឹងទៅបាទអូខេអញ្ចឹងយើង click OK មកយើងបានហើយចំណុចហ្នឹងយើងបន្តចូលនៅចំណុចខាងក្រោមមួយទៀតបាទគឺកន្លែង cloning option អ្នកគ្នាចុចលើនឹងមកបាទអញ្ចឹងនៅកន្លែង cloning mode អ្នកគ្នាធ្វើការបើក click មក
và nơi cái này ní có dương thua cả bạn click và cái này ignore crash ní có dương thua cả bạn click chân dương to tới tiệt bà nơi cái này Google ní có dương bạn click và cái này ignore update ní có dương thua cả bạn và chân nơi cái này chập pin nhiệt local ní có thua cả bạn máu rồi hột đó xếp một bà chân này kia mơ mùi máu bà xa video cho mơ mùi máu nơi cái này cầm nọt ní cứ miên chân nún và buồn cho nói đá bà trong nội tiết và sân bà nơi kia ở trong rồi dừng click bà VPN tới vì slong IP máy này kia cho nơi cái này networking option và rồi này kia click nơi cái này disable network without VPN nơi bên đại dương bà click nâng tới nơi bên đại dương click bà VPN ấy cứ internet bị rút cho app đại dương clone nâng tệ cứ vì chui cả phía cả slong cả đặt cho IP máy chẳng bà ok chẳng coi pi này khi thưa cả ba option từng ở nâng rồi rồi hỏi dương ai thưa cả clone app ở dương bàn này và sân bà này khi ở trong bây giờ dương clone ấy dương ở trong cho install mùi tế này khi thưa cả thòi máu dương cho một căn setting rồi này khi mơ cái lại install immediately ní này khi thưa cả bạn click máu và to máu này cái lại install automatic ní này khi thưa cả bạn về màu bàต่อมาយើងបើកនៅកន្លែងរូបសញ្ញា app clone នឹងមកយើងចុចប៊ូតុង on មកបាទយើងបើកតែប៉ុណ្្នឹងបានហើយអ្នកគ្នាត្រឡប់ទៅកាន់ app clone របស់យើងវិញឬយើងចូលទៅកាន់កម្មវិធី Facebook របស់យើងវិញបាទអញ្ចឹងយើងបានកំណត់អីរួចរាល់អស់ហើយបាទ setting របស់វាបាទយើងគ្រាន់តែចុចនៅសញ្ញានេះមកបាទដើម្បីយើងធ្វើការ cloneបាទនៅពេលនេះយើងបានធ្វើការ clone បានចំនួន10 app ហើយបាទគឺនេះយើងឃើញពី app យើងបង់លេខ1លេខ2លេខ3រហូតដល់លេខ10បាទអញ្ចឹងយើងអាចចូលទៅប្រើប្រាស់ app មួយបានហើយបាទអានេះវាជារបៀបនៃការធ្វើការ clone កម្មវិធី Facebook នៅលើ LD Player របស់យើងបាទអញ្ចឹងមេរៀនក្រោយគឺអ្នកគ្នានឹងបានរៀនបន្ថែមទៀតពីការធ្វើ block connectionក៏ដូចជាមេរៀនច្រើនទៀតបាទអ្នកគ្នាកុំភ្លេចធ្វើការចុច Subscribe ក៏ដូចជាដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗទៀតបាទសូមអរគុណច្រើន